ណែអ៊ីងអត់មិនក៏មកយឺតម្លេះវ៉ៃហ៎ណែការងាររបស់ឯងយ៉ាងម៉េចហើយបែការងាររបស់ខ្ញុំមិនខុសពីអ្នកសុំទានប្រមាណទេចាំតិចចាំគ្នានិយាយប្រាប់សួស្ដីលោកពូអង្គុយចំមកអ៊ីងបាទកាលពីលើកមុនខ្ញុំមិនគួរកដាស់នៅចំពោះមុខបងចែទេរីឯតែស៊ីវលុយគេដៃក៏ទុនជើងក៏ទុនតែឥឡូវខុសពីមុនឆ្ងាយណាស់តាំងចិត្តជាអ្នកកាចជិះម៉ូតូកញ្ចាស់របស់ខ្ញុំគឺថាធ្វើដំណើរទៅមកគ្មានឈប់ឈរតតសោះឯងមិនជឿយើងមែនទេខ្ញុំអត់ជឿទេបានខ្ញុំបើកម៉ូតូបកែណាចាំមើលចុះឯងបើកបកែមែនណាកុំព្រិចភ្នែកសោះណាចាំមើលណាណ៎លោកពូឃើញទេគេជិះកង់ដល់ផកគេមែនមិនអីស្មោះយើងគ្មានរបួសត្រង់ណាស់តិចទេបើអ៊ីបងក្រំតែលេងជាមួយអូនតាថាម៉េចអញ្ចឹងលេងសាច់បានដែរតាំងកាយងឲ្យចេះមានការគូសំខ្លះផងយើងគ្រាន់ជាមិត្តភក្តិធម្មតាទេណែអូនស្រីអាយងវាថាអូនឯងស្រឡាញ់គេណាវាក៏ហក់បងទៀតហ្នឹងអូនមានស្រឡាញ់គេណាគេនិយាយតែផ្ដាស់មួយថ្ងៃអត់តែខ្លួនឯងមិនខុសពីលេងហ៊ីទេស្មានថាខ្លួនឯងហ្នឹងគ្រាន់បើណាស់ទៅខ្ញុំស្គាល់ពីចរិតរបស់គេច្បាស់ណាស់មុខមាត់ញឹមតែចិត្តឲ្យខ្មៅក៏ខ្វក់ណានាងពៅអ៊ីមិនក៏មិនឃើញគេមកទុកចិត្តចោះស្រីត្រូវការតែងខ្លួនឲ្យបានស្អាតទើបអាចជួបបងចែបានដាក់ឲ្យត្រង់បន្តិចទៅបានអូបងចែខ្ញុំអរគុណនឹងបងចែណាដែលយកចិត្តទុកដាក់អាកកអាយងហើយក៏ទទួលជាជូជាមេផ្ទះរបស់លោកបងទៀតធ្វើឲ្យយើងទាំងអស់គ្នានេះរស់នៅបានដោយសុខស្រួលណាលោកបងទៅយើងតោះទៅខាងនោះទៅអីមិនក៏យឺតម្លេះចាខ្ញុំទៅចេញពីធ្វើការបងចែកំពុងចាំយើងណាបងចែថាទោះជាយ៉ាងណាក៏ត្រូវតែអញ្ជើញនាងមកចូលរួមដែរគាត់កំពុងតែរងចាំនាងណាបងចែបងនៅចាំនារីម្នាក់នោះទេនាងឲ្យខ្ញុំនាំនាងមកជួបលោកបងនាងនៅណានៅខាងនោះណ៎បងចែថ្ងៃនេះបងប្អូនអត់មកចូលរួមច្រើនណាស់ខ្ញុំទូរស័ព្ទទៅសួរទើបបានដឹងថាគេទៅប្រជុំនៅផ្ទះតកែជូហើយគេទាំងអស់គ្នាចង់ឲ្យលោកបងឯងប្រគល់លោកពូហ្វាន់ចេញមកម្យ៉ាងទៀតគេចង់ឲ្យលោកម្ចាស់ហុងដោះស្រាយពីរឿងនេះទៀតផងនាំគ្នាទៅប្រជុំសិនបាទ
ថាកាយជួនឹងគ្នាគេមួយចំនួនទៀតអូសទាញលោកម្ចាស់ហុងចេញមុខណាត់ខ្ញុំឲ្យទៅជួបនឹងលោកម្ចាស់ហុងនៅថ្ងៃស្អែកគិតយ៉ាងម៉េចទៅពួកគេចង់រួមដៃក្បត់នឹងខ្ញុំហើយពេលចាំបាច់បោះបង់ពូហ្វាន់ត្មងទៅឯងថាម៉េចនឹងគ្នាគេច្រើនឯងខ្លាចគេមែនទេរស់ក្នុងសង្គមសំខាន់បំផុតត្រូវគិតពីសច្ចធម៌ត្រូវប្រកាន់នូវគោលការណ៍របស់ខ្លួនបើសិនជាគេអាងមនុស្សច្រើនយើងក៏មិនញញើតនឹងគេដែរបានហើយចាំស្ដាប់ខ្ញុំនិយាយសិនចុះលោកម្ចាស់ហុងលោកនាយធំនៅប្រទេសថៃមានគំនុំជាមួយនឹងហ្វាន់ធីគេសុកចិត្តចំណាយ$50,000ដើម្បីសម្លាប់វាហើយឲ្យយើងប្រគល់មនុស្សនេះចេញមកបើមិនចឹងទេគេនឹងផ្ដាច់ទំនិញមកហុងកុងតែទាំងអស់នឹងឥឡូវហ្វាន់ធីនេះត្រូវបងចែជួយលាក់លៀមហើយយើងទាំងអស់គ្នាបានវកបងចែទៅហើយតែបងចែបែរទៅជាអានេះมันធ្ងន់ធ្ងរដល់បែបនេះពេកទេអីបើសិនជាគ្មានគ្រឿងញៀនលក់ទេយើងច្បាស់ជាអត់បាយហើយតើគិតយ៉ាងម៉េចទៅវិញតើលបងចែសុកចិត្តចែងកយើងដែរឬទេហ្នឹងមកចូលចាក់មិនដល់សាច់ខ្លួនឯងមិនដឹងឈឺទេបងចែគេមិនរកស៊ីលក់គ្រឿងញៀនទេទំនិញលក់ដូររបស់ខ្ញុំជាមួយថៃក៏ត្រូវចប់ដែរបងចែទំនិញរបស់លោកបងជាមួយនឹងពួកបងតើមានអីសំខាន់ទៅណែលោកតកែក៏និយាយបែបនេះណាទំនិញលក់ដូររបស់យើងក៏វាសំខាន់ណាស់ដែររឿងនេះតើតែលោកម្ចាស់ហុងជួយសម្រួលផងទើបបានបងចែតើតែសម្ដីរបស់លោកម្ចាស់ហុងទើបគេព្រមស្ដាប់អាចែឯងខុសហើយណាខ្ញុំខុសហ៎រហូតមកទល់ពេលនេះខ្ញុំមិនព្រមប្រគល់មនុស្សព្រោះហេតុអីទៅព្រោះលពូហ្វាន់ធ្លាប់ជួយឪពុកខ្ញុំម្យ៉ាងទៀតនៅពេលដែលខ្ញុំមានការលំបាកលពូហ្វាន់ចិត្តបានណាគាត់ជួយខ្ញុំជាបន្តដែលគ្មានលក្ខខណ្ឌឥឡូវនេះគាត់មានគ្រោះថ្នាក់ហើយគាត់ជឿជាក់លើចិត្តខ្ញុំប្រគល់ជីវិតរបស់គាត់មកឲ្យខ្ញុំបើសិនជាខ្ញុំប្រគល់គាត់ឲ្យចេញមកអាចែខ្ញុំនេះខ្លាចទៅជាមនុស្សប្រភេទណាទៅថ្ងៃក្រោយខ្ញុំមានមុខមាត់អីប្រឡូកនៅក្នុងសង្គមនេះតទៅទៀតអស់លោកត្រូវនិយាយត្រូវណាស់និយាយពីការលក់ដូរអ្នកទាំងអស់គ្នាចំណាក់ទិញពួកថៃចំណាក់លក់វាផ្ដាច់ទំនិញមកហុងកុងវានឹងវេទនាជាងពួកឯងទៅទៀតសួរថាវាទុកបានប្រហែលថ្ងៃពួកឯងទាំងអស់គ្នាមិនត្រូវចាញ់ល្បិចកលរបស់វាទេថាកែជូមានគំនុំគុំគួនជាមួយនឹងខ្ញុំផ្ទាល់ហេតុនេះហើយវាតែងតែអុចអាលគ្នាឯងខ្ញុំយល់មុខដល់លោកម្ចាស់ហុងខ្ញុំមិនដេញដោលសួរតទៅទៀតទេតែថ្ងៃក្រោយបើនរណាម្នាក់ហ៊ានប៉ះពាល់ដល់លពូហ្វាន់ខ្ញុំសូមស្បត់ជាមុនយើងនឹងសម្លាប់អ្នកនោះទាំងអស់គ្នាឈប់ទាស់គ្នាទៅចាំស្ដាប់ខ្ញុំនិយាយសិន